សូមជម្រាបសួរបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះពួកយើងសូមបង្ហាញពីរបៀបដាក់ license Windows 11 Pro អញ្ចឹងដើម្បីដាក់ license ចូលបានបងប្អូនមើលមកក្រោមកន្លែង taskbar នៅលើ taskbar ហ្នឹងមានប៊ូតុង search អញ្ចឹងបងប្អូនចុចលើប៊ូតុង search ហើយបន្ទាប់មកវាយពាក្យ ACT ពាក្យពេញ Activation Setting អញ្ចឹងបងប្អូនចុចលើពាក្យ Activation Setting មកមកដល់ត្រង់ចំណុចនេះបើសិនជាបងប្អូនចូលមកឃើញនៃ status ពណ៌ខបែបនេះមានន័យថា Windows បងប្អូនគឺ expire ហើយអញ្ចឹង Windows ហ្នឹងអត់មាន license ទេអញ្ចឹងដើម្បីដាក់ license ចូលបងប្អូនមើលកន្លែងនៃរូបកូនសោហើយពាក្យ change បដា key ហ្នឹងហើយមើលស្ដាំដៃបងប្អូនចុចលើពាក្យ change មកហើយបន្ទាប់មកយើងផាស license key ចូល Control V នៅលើ keyboard ដើម្បីផាស license ហើយបន្ទាប់មកចុចពាក្យ next ហើយបន្ទាប់មកទៀតចុចពាក្យ activate ហើយបងប្អូនធ្វើការរងចាំហើយនៅពេលដែលដាក់ license ចូលបងប្អូនភ្ជាប់ Wi-Fi ផងដើម្បីឲ្យ license យើងដំណើរការហើយបើសិនជាវាបង្ហាញថា Windows is activated អាហ្នឹងមានថា license យើងដំណើរការហើយអញ្ចឹងបងប្អូនអាចចុចពាក្យ close មកហើយបងប្អូនមើលកន្លែងនៃពាក្យថា active ហើយកន្លែងនៃតិចពណ៌បៃតងហ្នឹងបើសិនជាតិចពណ៌បៃតងហ្នឹងមានន័យថា Windows យើងបានភ្ជាប់ជាមួយ license ហើយអញ្ចឹងបងប្អូនមើល status មកហើយបើសិនជា status វាបង្ហាញថា Windows is activated with a digital license អាហ្នឹងមានន័យថា Windows ហ្នឹងមាន license ហើយ license ហ្នឹងជា paid license ដែលអាចប្រើប្រាស់បានជារៀងរហូតណាអញ្ចឹងបងប្អូនអាចធ្វើការ update បងប្អូនអាចធ្វើការឈូស Windows បានដោយសេរីអញ្ចឹង license ហ្នឹងនៅតែប្រើបានដូចដើមអញ្ចឹងតើតង license បងប្អូនមានតម្រូវការអាចធ្វើការតាក់ទងមកកាន់ពួកយើងបានហើយពួកយើងមាន license ដើម្បីធ្វើការលក់ជូនបងប្អូនទាំងគ្នាហើយ license ដូចជម្រាបជូនខាងដើមអញ្ចឹងគឺយើងអាចប្រើប្រាស់បានជារៀងរហូតណាអញ្ចឹងបងប្អូនអាចយកទៅប្រើដោយទំនុកចិត្តបានហើយណាមួយវិញទៀតយើងមានការធានាជូនបងប្អូនផងដែរហើយករណីបងប្អូនយក license ទៅប្រើមានបញ្ហាបងប្អូនតាក់ទងត្រឡប់មកវិញហើយយើងធ្វើការផ្លាស់ប្ដូរ license ថ្មីជូនណា